ថ្ងៃនេះមករៀនធ្វើព្រិលត្រជាកម្មញ៉ាំខ្លួនឯងហើយការធ្វើនេះគឺជាការធ្វើលើកទី1ដំបូងយើងដាក់ត្រាំគ្រឿងផ្សំមួយចំនួនមានដូចជាគ្រាប់ឈូកស្រូវសាលីផ្កាថ្មជ័រប៉េះត្រជាកម្មហើយនិងព្រិលឈូកដោយគ្រឿងផ្សំទាំងអស់នេះយើងត្រូវការត្រាំវាមុននឹងយើងធ្វើសម្រាប់ខ្ញុំគឺយើងត្រាំវារយៈពេលចន្លោះពី5ទៅ6ម៉ោងហើយយើងចាប់ផ្ដើមលាងសម្អាតវាឲ្យស្អាតជាពិសេសត្រជាកម្មវាមានជាប់ដីវាមានជាប់ធូលីមួយចំនួនអញ្ចឹងត្រូវការលាងសម្អាតវាជាច្រើនទឹកសម្រាប់ផ្កាថ្មហើយនិងជ័រប៉េះហ្នឹងក៏យើងត្រូវលាងសម្អាតវាបានច្រើនទឹកដែរពីព្រោះវាសម្បូរទៅដោយកតិចដីហើយនិងមានធូលីមួយចំនួនតោងវាអញ្ចឹងការត្រាំឲ្យបានយូរវាងាយស្រួលនៅក្នុងការលាងសម្អាតពីព្រោះវាទាមទារឲ្យយើងសម្អាតវាជាច្រើនទឹកទើបវាបានស្អាតល្អនិងគ្រឿងផ្សំដែលយើងថែមមួយមុខទៀតនោះគឺស្លឹកតយអញ្ចឹងខ្ញុំបានថែមស្លឹកតយចំនួន3ស្លឹកពីព្រោះស្លឹកតយគឺវាជួយឲ្យផ្អែមរបស់យើងនឹងមានរសជាតិឈ្ងុយហើយក៏វាមានពណ៌ថែមផងដែរហើយសម្រាប់ការដាក់ទឹករបស់ខ្ញុំគឺខ្ញុំដាក់ទឹកចំនួន3លីត្រដោយប្រើទឹកកដុង1លីត្រកន្លះហ្នឹងចំនួន2ដបអញ្ចឹងសម្រាប់គ្រឿងផ្សំមួយចំនួននេះយើងប្រើទឹក3លីត្រដោយនៅក្នុងទឹក3លីត្រហ្នឹងយើងមានគ្រឿងផ្សំដូចជាស្ករក្រាមគ្រាប់ឈាត្រជាកម្មព្រិលឈូកគ្រាប់ឈូកស្រូវសាលីជ័រប៉េះផ្កាថ្មបត្រាក្រហមសរសៃមាសនិងមានក្រៀមហើយនិងមួយទៀតគឺគូជីហើយនៅពេលដែលទឹកពុះនេះយើងចាប់ផ្ដើមដាក់គ្រឿងទាំងអស់នឹងចូលផ្អែមបាទចូលតាកម្មនៅពេលដែលវាចាប់ផ្ដើមពុះយើងរំងាស់វាប្រហែលជា20ទៅ30នាទីបន្ទាប់មកខ្ញុំដកស្លឹកតយនេះចេញកុំឲ្យវាឆ្អៀតឆ្នាំងអញ្ចឹងក្រោយពីដកស្លឹកតយហើយខ្ញុំរំងាស់ប្រហែលជា20នាទីទៀតអញ្ចឹងសាច់រំងាស់សរុបវាប្រហែលជាជិត1ម៉ោងបន្ទាប់ពីរួចរាល់អស់យើងដាក់វាចុះហើយទុកវាឲ្យត្រជាក់បន្តិចទៅយើងអាចច្រកវាចូលដបបានហើយប៉ុន្តែថងនេះខ្ញុំចង់ញ៉ាំវាក្តៅអញ្ចឹងខ្ញុំដួសវាមកកូនចានសាកញ៉ាំវាក្តៅពីព្រោះធ្លាប់តែញ៉ាំវាពេលត្រជាក់អញ្ចឹងយើងចង់ញ៉ាំវាពេលក្តៅម្ដងថារសជាតិវាខុសពីពេលត្រជាក់អត់អញ្ចឹងណា